ញ៉ាយជូនបងកងទ័ពជួមុខជាពិសេសក្បួនសឹក12យ៉ាងរបស់ដេជោយ៉តមេទ័ពត្រូវចេះចាំយ៉ាងស្ទាត់នៅក្បួនព្យុះសឹកទាំង12ប្រការគឺ 1. ត្រូវស្គាល់ទីណាត់ទីបង្កប់ទ័ពនិងទីសម្ញែងទ័ព 2. ត្រូវតែស្គាល់ចិត្តពលទាហានឲ្យច្បាស់តើពលទាហានទាំងនោះគោរពកោតខ្លាចនិងទុកចិត្តមេទ័ពហើយឬនៅ 3. ត្រូវស្គាល់ឲ្យច្បាស់នៅសូរស័ព្ទក្បួនទ័ពសឹករបស់ប្រចាំមិត្តដែលចូលមកមេទ័ពមិនត្រូវភ្ញាក់ផ្អើលនឹងសូរស័ព្ទសន្ធឹកសឹកនិងសូរសម្រែកសัตว์មនុស្សឬព័ត៌មានពាក្យចចាមអារាមផ្សេងនោះឡើយបើឮហើយត្រូវពិចារណាឲ្យយល់ 4. ស្គាល់បកអាកាសនិងផែនដីឲ្យច្បាស់ 5. បើមុននឹងចូលច្បាំងត្រូវស្គាល់ឲ្យច្បាស់នៅទីទិសចូលនិងទិសចេញ 6. ឲ្យស្គាល់កម្លាំងសឹកសត្រូវ 7. ត្រូវស្គាល់ឲ្យច្បាស់ប្រកបនៅកម្លាំងគ្រឿងសស្ត្រាវុធរបស់ខ្លួនយើងនិងរបស់សត្រូវ 8. ចេះប្រើសេនាទាហានគឺប្រើទៅធ្វើការឲ្យល្មមនឹងកម្លាំងទាហានយើងនិងកម្លាំងសត្រូវ 9. ត្រូវស្គាល់ទីជ័យភូមិដែលនឹងត្រូវតាំងទីបន្ទាយរាយល្បាត 10. ត្រូវចេះស្ទាត់ក្នុងការចាត់តាំងយាមល្បាតគឺកុំទុកចិត្តគេឲ្យហួសពីគំនិតរបស់ខ្លួន 11. ត្រូវកាន់អាជ្ញាសឹកឲ្យរឹងមាំដូចផែនសិលា 12. ព្រះករុណាម្ចាស់ផែនដីបើនឹងប្រើមេទ័ពចេញសង្គ្រាមមានសត្តបញ្ញាឲ្យមេទ័ពទុកចិត្តនិងកុំព្រួយបារម្ភពីទ័ពក្រោយគឺមេទ័ពរវល់នឹងតែនឹងទ័ពមុខបើឲ្យ